គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដាក់ពាក្យបណ្ដឹងទៅកាន់អ្នករាយការណ៍ពិសេស UN ចំពោះសកម្មភាពខុសច្បាប់របស់យោធាថៃដូចជាការវាយកំទេចផ្ទះសម្បែងរបស់ប្រជាជនស៊ីវិលកម្ពុជាការកាន់កាប់ដោយខុសច្បាប់ដាក់ពង្រាយបន្លាលួននឹងទូកុងតឺន័រដើម្បីរារាំងការវិលត្រឡប់ទៅវិញដោយសុវត្ថិភាពនិងស្ម័គ្រចិត្តគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានៅថ្ងៃទី26 ខែមករានេះបានឲ្យដឹងថាគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានដាក់ពាក្យបណ្ដឹងទៅកាន់លោកស្រី Phula Gaviria ប៊ីតាន់ឈើនារីការពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិជនភៀសសឹកនៅក្នុងប្រទេសនៅទីក្រុងហ្សឺណែវប្រទេសស្វីសចំពោះករណីរំលោភសិទ្ធិជនភៀសសឹកកម្ពុជាយ៉ាងធ្ងន់ធ្ងរពីសំណាក់យោធាថៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបន្តថាបើទោះបីជាមានសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មាធិការព្រំដែនទូទៅនាថ្ងៃទី27 ខែធ្នូឆ្នាំ2025យ៉ាងណាក៏ដោយក៏ជនភៀសសឹកកម្ពុជាច្រើនជាង 115,000 នាក់នៅតែមិនអាចត្រឡប់ទៅកាន់លំនៅឋាននិងសហគមន៍របស់ពួកគេវិញបានដោយសុវត្ថិភាពនិងតាមការស្ម័គ្រចិត្តនៅឡើយទេបើគិតត្រឹមថ្ងៃទី25 ខែមករាឆ្នាំ2026ដោយសារតែសកម្មភាពខុសច្បាប់របស់យោធាថៃរួមមានការវាយកំទេចផ្ទះរបស់ប្រជាពលរដ្ឋកម្ពុជានៅក្នុងតំបន់ដែលយោធាថៃបានឈ្លានពាននិងកាន់កាប់ដោយខុសច្បាប់ក៏ដូចជាការដាក់ពង្រាយបន្លាលួននឹងទូកុងតឺន័រទង្វើរបស់យោធាថៃបានធ្វើឲ្យជនភៀសសឹកកម្ពុជាក្លាយជាជនគ្មានផ្ទះសម្បែងនិងជាជនរងគ្រោះចំពោះការបណ្តេញចេញតាមទំនឹងចិត្តដែលជាការរំលោភកិច្ចព្រមព្រៀងបទឈប់បាញ់ជាពិសេសចំណុចទី1និងចំណុចទី4និងចំណុចទី7គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានបញ្ជាក់ថាការចូលកាន់កាប់ដោយខុសច្បាប់និងការបំផ្លិចបំផ្លាញផ្ទះសម្បែងការលួចទ្រព្យសម្បត្តិជនស៊ីវិលនិងការរារាំងក្នុងការវិលត្រឡប់ទៅកាន់លំនៅឋានវិញគឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរទៅលើបទបញ្ញត្តិនានានៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ចសង្គមគិច្ចនិងវប្បធម៌កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយអនុសញ្ញាស្តីពីសិទ្ធិកុមារអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាពអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងទៅនឹងនារីភេទនិងអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ1949ជាងនេះទៅទៀតសកម្មភាពទាំងនេះបាននឹងកំពុងបង្កការលំបាកយ៉ាងធ្ងន់ធ្ងរបន្ថែមទៀតចំពោះជនភៀសសឹកកម្ពុជាជាពិសេសស្ត្រីកុមារនិងមនុស្សចាស់ជរាអ្នកជំងឺនិងជនមានពិការភាពដែលជាក្រុមជនងាយរងគ្រោះស្រាប់ត្រូវជួបបញ្ហាដូចជាភាពក្រីក្រការបាត់បង់ការសិក្សាបញ្ហាសុខភាពទាំងផ្លូវកាយនិងផ្លូវចិត្តព្រមទាំងឱកាសទទួលបានសេវាចាំបាច់ផ្សេងៗនៅក្នុងបណ្ដឹងរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានស្នើឲ្យអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិពិនិត្យដោះស្រាយជាបន្ទាន់នូវស្ថានភាពជនភៀសសឹកនៅក្នុងប្រទេសកម្ពុជាដែលបង្កឡើងដោយសកម្មភាពរបស់យោធាថៃក្នុងនោះចេញសេចក្តីថ្លែងការណ៍ដំណឹងបន្ទាន់ទៅកាន់រដ្ឋាភិបាលថៃនឹងធ្វើទំនាក់ទំនងជាមួយគ្រប់យន្តការអង្គការសហប្រជាជាតិពាក់ព័ន្ធដើម្បីអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់ចំពោះសកម្មភាពទាំងឡាយណាដែលរារាំងការវិលត្រឡប់របស់ជនភៀសសឹកកម្ពុជាទៅកាន់លំនៅឋានវិញដោយសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរនិងអំពាវនាវឲ្យប្រទេសថៃដកកងកម្លាំងយោធាចេញពីទឹកដីកម្ពុជានិងជៀសវាងនូវរាល់សកម្មភាពណាដែលបង្កើននូវការគ្រប់គ្រងរបស់យោធាថៃឬបង្កឲ្យមានការភៀសសឹកបន្ថែមទៀតបើតាមគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបញ្ជាក់ស្ថានភាពនេះនៅក្នុងបណ្ដឹងនឹងបានរាយការណ៍នានាថាជាករណីធ្ងន់ធ្ងរមួយនៃការភៀសសឹកនៅក្នុងប្រទេសជាប់ពាក់ព័ន្ធទៅនឹងចំនួនប្រដាប់អាវុធដែលជាការរំលោភសិទ្ធិទៅលើច្បាប់សិទ្ធិមនុស្សនិងច្បាប់មនុស្សធម៌អន្តរជាតិគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាជំរុញឲ្យប្រទេសថៃផ្ដល់នូវការជួសជុលការខូចខាតនានាជូនទៅដល់ជនរងគ្រោះកម្ពុជាដូចជាការផ្ដល់ជាសំណងនិងការធានាមិនឲ្យមានករណីបែបនេះកើតឡើងជាថ្មីគណៈកម្មការសិទ្ធិមនុស្សកម្ពុជាបានបញ្ជាក់ជាថ្មីថាការភៀសសឹកនៅក្នុងប្រទេសមិនមែនជាបញ្ហាសាមញ្ញនោះទេហើយភាពស្ងប់ស្ងាត់និងភាពយឺតយ៉ាវក្នុងការឆ្លើយតបដំណឹងម៉ាត់នឹងបង្កឲ្យមាននីតិរដ្ឋភាពនិងការរងគ្រោះកាន់តែអូសបន្លាយពេលនិងធ្ងន់ធ្ងរសម្រាប់ជនស៊ីវិលប្រទេសកម្ពុជាមានកាតព្វកិច្ចចម្បងក្នុងការការពារប្រជាជនខ្លួននិងដាក់ចេញនូវវិធានការសំខាន់ៗក្នុងការជួយជនភៀសសឹកប៉ុន្តែការចូលរួមរបស់សហគមន៍អន្តរជាតិពិតជាមានសារៈសំខាន់ខ្លាំងណាស់នៅពេលដែលការភៀសសឹកបានកើតឡើងដោយសារតែសកម្មភាពរបស់យោធាបរទេស